Hello, content ngày ní mà vậy bị các bạn pua mình tị tại tân nâng các bạn pua ha bông bông cũng vô cho làm tha các bạn pua thông ở miền Bắc Hà ấy bông bông tại tân nâng các bạn pua bông bông miền các bạn pua thông cứ bông bông tay tại miền Bắc Hà số cục hiệp mình đó thế nào từ chư khlang ấy còn là tha tìm muối vì thưa số cục hiệp bông bông nó xây lọ mình tha bẹt quan nâng bẹt quan khử khăn ông dướng khăn dướng các bạn phu dướng vì bà quan nâng ọ môn dướng tí pí cứ bông ổn sẽ liệt bẹt sầm liệt mà bẹt có sơ xăm này hay các bạn phu thông ấy cứ thông từ là hồ đã đặt sọ bán đây bà sân chia bông ổn thưa ca vật hạt sầm hỏa vía này ca hát nâng pi xét đã bỏ bà há nâng ca chèn ca nhằm bảo bông ổn tại tân nâng các bạn phu thông lươn á vàสำหรับสตรีយើងជាទូទៅគាត់មានកូនគាត់អាចនៅសបុកពោះហើយនឹងគាត់ដូរអត់សូវដូររបបអាហារមានន័យថាពេលខ្លះគាត់មានកូនហើយគាត់អាចញ៉ាំច្រើនណាអញ្ចឹងធ្វើឲ្យក្បាលពោះគាត់ធំឬក៏គាត់ញ៉ាំយប់ញ៉ាំអាហារដែលមានរសជាតិប្រៃដុតពេកគ្រឿងកំប៉ុងស្រាឌីជែអីហ្នឹងរបស់ផ្អែមដុតហ្នឹងគឺធ្វើឲ្យក្បាលពោះគាត់ឡើងហើយតែឡើងហើយគឺឡើងរហូតអាចឡើងគុណនឹង2គុណនឹង3ចឹងវាប៉ះពាល់នឹងពវៀនកាពះយើងដែរមានមេរោគផ្សិតនៅក្នុងហ្នឹងអញ្ចឹងតើតែយើងសម្រក់ឲ្យបដូររបបអាហារឲ្យល្អហើយខ្ញុំគិតថាវាអត់ពិបាកទេតែយើង motivation ខ្លួនឯងគឺអាចស្រក់ទៅគឺស្រក់ទៅរហូតលុះត្រាតែបងប្អូនអត់ខំប្រឹងប្រែងបដូររបបអាហារហើយនឹងមួយទៀតបងប្អូនអត់មានការវឹកហាត់ណាព្រោះតើតើនឹងស្ត្រីយើងនិយាយចំពោះស្ត្រីសិនណាបរិះខ្ញុំអត់ទាន់បាននិយាយទេចំពោះស្ត្រីយើងតាផឹងហាត់គឺអរម៉ូនយើងប្រែព្រោះមានន័យថាអរម៉ូនអាក្រក់មិនចាញ់អរម៉ូនល្អទទួលយកព្រោះសាច់ដុំយើង strong វាធ្វើឲ្យឆ្អឹងយើងរឹងមាំអញ្ចឹងបងប្អូនត្រូវតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ពិសេសញ៉ាំអាហារដែលល្អញ៉ាំសាបប្រូតេអ៊ីនខ្ពស់កាឡូរីទាបធ្វើលំហាត់ប្រាណឲ្យទៀងទាត់យ៉ាងតិចបងប្អូនអាចហាត់ប្រាណមួយអាទិត្យ3ទៅ4ដងបានល្អ5ថ្ងៃល្អបំផុតក្នុងមួយថ្ងៃបងប្អូនហាត់1ម៉ោងទៅ1ម៉ោងកន្លះបើហាត់តិចពេកក៏អត់បានល្អដែរមានន័យថាអត់ឆាប់ស្រក់សាច់យើងនៅតែយានៅតែទន់នៅតែហើមព្រោះដោយសារអីអ្នកដែលចាប់ផ្ដើមហាត់តវង1ម៉ោងកន្លះគឺល្អបំផុតបើអ្នក fat ខ្លាំងអ្នកធាត់ខ្លាំងច្រើនត្រូវព្យាយាមហាត់ឲ្យបាន2ម៉ោងហើយ control លើអាហារឲ្យច្រើនមែនតែនហើយក្បាច់ហាត់ពោះដែលស្រកលឿនបងប្អូនត្រូវតែហាត់ស្គាល់ទម្រង់វាក្បាលពោះយើងបែងចែកជា4ផ្នែកខាងលើផ្នែកចំហៀងផ្នែកកតានិងផ្នែកខាងក្រោមចុះបងប្អូនត្រូវបែងចែកឲ្យច្បាស់ថាយើងត្រូវហាត់ផ្នែកណាបងប្អូនកុំភ្លេចចង់បានសម្ភារៈពាក់សួរហាត់អត់ស្គីបអត់លំមសួររត់ឌីស្បេជើងនេះចឹងប្រហែលខ្ញុំទិញគឺ skater ខោតែអាវគឺអត់ទេអញពាក់អាវធម្មតាឯងប៉ុន្តែស្រួលពាក់មែនតើហើយ brand skater